Across Cambodia, thousands of children has hoped to go to school for education, but for many of them, because of loss, poverty, and distance, their dreams are almost impossible. The Human Health Organization believes that no child potential should be wasted because of hardship. Our project bridges the gap between poverty and opportunity. Through education, safe housing, nutritious meals, and mentorship, we believe that this is the way to empower children, needy students, and orphans to have a fair opportunity for their education and their future. This way will enable them to learn, grow, and become leaders in the future. From rural village to city, Human Health Organization provides not just a place to stay, but a place to belong, a home filled with hope. គ្រួសារខ្ញុំមានបញ្ហាហើយខ្ញុំមករស់នៅជាមួយលោកយាយខ្ញុំប៉ុន្តែឥឡូវគាត់បានអានិច្ចកម្មបានទៅបាត់ទៅហើយខ្ញុំគិតថាខ្ញុំគ្មានឱកាសរៀនតទៅទៀតទេអរគុណដល់អង្គការជំនួយមនុស្សជាតិដែលបានផ្ដល់កន្លែងឲ្យខ្ញុំសិក្សានៅកំពង់ចាមនៅទីនោះខ្ញុំមិនត្រឹមតែមានឱកាសរៀននៅទីនោះទេប៉ុន្តែខ្ញុំក៏បានជួយដល់យុវជនថែមទៀតផងឥឡូវនេះខ្ញុំបានបញ្ចប់ថ្នាក់ទី12នៅទីនោះហើយឥឡូវនេះខ្ញុំកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យស្របពេលជាមួយនឹងគ្នានេះដែរខ្ញុំគឺជាជំនួយការរបស់អ្នកគ្រប់គ្រងនៅដមនៅកំពង់ចាមហើយបានជួយមើលថែដល់សិស្សប្អូនដូចដែលដមបានមើលថែខ្ញុំដែរបន្ទាប់ពីឪពុកខ្ញុំលាចាកលោកខ្ញុំគិតថាខ្ញុំប្រហែលឈប់រៀនហើយប៉ុន្តែអរគុណដល់អង្គការដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានសិក្សានៅទីនេះខ្ញុំមានអារម្មណ៍ដូចជានៅផ្ទះខ្ញុំដែរមានអ្នកគ្រប់គ្រងនិងមិត្តភ័ក្តិស្រឡាញ់គ្នាដូចបងប្អូនអ្នកគ្រប់គ្រងនិងលោកគ្រូនៅទីនេះបានណែនាំនិងជួយការបង្រៀនដល់ខ្ញុំហើយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូបង្រៀនដ៏ល្អនិងផ្ដល់ចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូពេទ្យប៉ុន្តែនៅភូមិរបស់ខ្ញុំអត់មានថ្នាក់វិទ្យាសាស្ត្រដើម្បីឲ្យខ្ញុំជ្រើសរើសទេខ្ញុំពិតជាអរគុណទៅដល់ម្ចាស់ជំនួយដែលបានផ្ដល់អាហារូបករណ៍មកឲ្យខ្ញុំបានមករស់នៅនិងសិក្សានៅទីនេះវាបានបន្តក្តីសង្ឃឹមរបស់ខ្ញុំឲ្យក្លាយជាគ្រូពេទ្យព្រោះមុខវិជ្ជាជំនាញវិទ្យាសាស្ត្រពិតជាសំខាន់ណាស់សម្រាប់ជំនាញពេទ្យនៅក្នុងភូមិរបស់ខ្ញុំយុវជនខ្លះគាត់បោះបង់ការសិក្សាដើម្បីជាចរឬក៏ជាកស៊ូដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំគិតថារូបខ្ញុំពិតជាមានសំណាងណាស់ដែលបានសិក្សានៅទីនេះ Until now, more and more students are being supported from our programs. Some of them are living in the dormitory and some of them are preparing for studying at the universities from different majors, either here in Kampong Cham province or in the capital city of Phnom Penh. With your support, they are building confidence, discipline, and leadership skills. Each success story is a proof that education truly transforms life. Education is not charity, it's empowerment. Together, we can ensure that every child, whether orphan, poor, or forgotten, has the chance to learn, lead, and live with dignity.